សួស្តីបងប្អូនអរគ្នាបាទថ្ងៃនេះយើងមកធ្វើជូររោងម្ទេសយើងដើម្បីឲ្យវាងាយនឹងហូរទឹកចេញហ្នឹងហើយដោយសារតែយើងមានបទពិសោធន៍ប្រហែលសប្តាហ៍មុនហ្នឹងពេលវាមានភ្លៀងជាប់គ្នាទៅវាធ្វើឲ្យដក់ទឹកនៅក្នុងរោងម្ទេសយើងខ្ញុំក៏បានកាយឲ្យវាមានចង្អួរហូរដែរដើម្បីកុំឲ្យវាលិចទឹកយូរទៅវាជ្រោចប៉ុន្តែជាក់ស្ដែងវាម្ទេសនឹងវាលឿនបាទឥឡូវវាជ្រោចអស់ខ្លះហ្នឹងហើយស្ដាយណាបងប្អូនអើយសេតមែនតើនៅសល់ផ្លែល្ងកហើយស្លឹកវិញជ្រាមអស់លេងអញ្ចឹងហើយប្រពន្ធថ្ងៃនេះគាត់មកបេះអាដើមណាដែលវាវាជ្រោចទឹកទៅវានៅផ្លែអញ្ចឹងយើងអាចប្រើប្រាស់បានណាផ្លែនៅវាហ្នឹងដូចអានេះអញ្ចឹងវាដួលទៀតតែគ្រាន់តែវារស់បន់នេះវាដួលហើយវាងាប់មើលផ្លែវាបងប្អូនអើយល្អមែនតើស្ដាយសេតមែនតើយើងខំដាំមកឡងយូរហើយដល់ពេលត្រូវបានផលវាត្រូវជាជ្រោចទឹកអស់លេងហ្នឹងហើយដោយសារតាយើងដាំហ្នឹងវាខុសបច្ចេកទេសដែរអញ្ចឹងណាបងប្អូនក៏ពិតគេដាំហ្នឹងគេលើករងតឹង1ម៉ែត្រអញ្ចឹងទៅហើយគេដាំវា2ជួរកម្រិតពីគ្នាហ្នឹងប្រហែលជាកន្លះម៉ែត្រអញ្ចឹងទៅវាខ្ពស់ណាយើងគេលើករងប៉ុន្តែដែលជាយើងអត់ទេយើងលក្ខណៈយើងកាប់ដីយកយើងកាប់ដីយកហើយយើងដាំទាំងម្ដងដល់ពេលអញ្ចឹងទៅវាដក់ទឹកណែយើងបំណងយើងគឺយើងចង់ឲ្យវាដក់ទឹកដោយសារវាខែប្រាំងអញ្ចឹងទៅយើងគិតថាឲ្យវាមានចង្អួរទៅឲ្យវាជាក្លុកអញ្ចឹងទៅវាដកទឹកបានយូរហ្នឹងហើយកុំឲ្យវាស្ងួតហួតហែងតែវាមុខពីដល់ពេលវាភ្លៀងទៅមានណាគឺវាធ្វើឲ្យដក់ទឹកជាប់យូរពេកទៅវាធ្វើឲ្យវាជ្រោចទឹកអញ្ចឹងហើយយើងឥឡូវយើងមកកែកុនបញ្ហាហ្នឹងគឺយើងកាប់ជាចង្អួរបាទហើយយើងពូនសងខាងដើម្បីឲ្យពេលវាភ្លៀងមកគឺវាអាចហូរទឹកបានលឿនព្រោះអីបងប្អូនអើយឥឡូវខែ3ហើយតិចទៀតក៏ខែ4បាត់ហើយខែ4ចូលឆ្នាំហើយអីហើយចូលដល់ខែវស្សាទៀតបាត់អញ្ចឹងពេលហ្នឹងគឺចាប់ផ្ដើមមានភ្លៀងមានអីហើយដល់ខែឧសភាហ្នឹងគឺចាប់ផ្ដើមមានភ្លៀងធ្លាក់ខ្លះទៀតអញ្ចឹងទៅយើងបារម្ភបើសិនជាវាធ្លាក់ជាប់គ្នាតា2-3ថ្ងៃហ្នឹងគឺអត់ហូរទឹកតាណាគឺដឹងតាងាប់អស់ហើយទេយើងហ្នឹងបងប្អូនគឺដែលយើងប្រឹងមកយូរណាស់ហ្នឹងគឺទៅទាំងអស់តែម្ដងហ្នឹងហើយបងប្អូនថ្ងៃនេះអត់មានអីជាច្រើនទេតែគ្រាន់តែថាវាជាបទពិសោធន៍ដែលយើងវាយើងមិនបានគិតទុកមុនហ្នឹងហើយថាវាភ្លៀងរហូតដល់ដក់ទឹកអាចទៅជ្រោចបានអញ្ចឹងណាបងប្អូនបាទមានតែប៉ុណ្្នឹងទេបងប្អូនអរគុណច្រើនជម្រាបលាបាយបាយ